បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលជួបគ្នាសាជាថ្មីម្ដងទៀតតកតងជាមួយនឹងការបង្រៀនគណិតវិទ្យាជាមួយលោកគ្រូបានសិក្សាមេរៀនគណិតវិទ្យាតកតងជាមួយនឹងសិក្សាអធិរិទ្ធិនិងសង្ក្រាបអានុគមត្រង់ចំណុចទី1ដែលនិយាយអំពីការរកដែនកំណត់នៃអានុគមវគ្គបន្តថ្ងៃនេះលោកគ្រូនឹងលើកយកលំហាត់ចំនួន9មកធ្វើការសិក្សាជាមួយនឹងគ្នាបាទលំហាត់នេះគឺគេដាក់ថារកដែនកំណត់នៃអានុគមឡូហ្គារីតខាងក្រោមចឹងលំហាត់ថ្ងៃនេះយើងនឹងសិក្សាទៅលើការរកដែនកំណត់នៃអានុគមឡូហ្គារីតទី1គឺអក្សរដ nx ស្មើនឹងឡូគោល2នៃឬការ៉េនៃ x បូក2ដក i ឬការ៉េនៃ3ដក x លំហាត់ថ nx ស្មើជាមួយឡូគោល3នៃឬការ៉េនៃ 5x បូក5ដកឬការ៉េនៃ7ដក x លំហាត់ដូ nx ស្មើនឹងឡូគោល10នៃឬការ៉េនៃ 2x បូក6ដក5ឬការ៉េនៃ5ដក x លំហាត់ថ nx ស្មើនឹងឡូគោល10នៃឡូគោល10នៃ x លំហាត់ណឡូគោល5នៃឡូគោល1លើ2នៃ x លំហាត់ត nx ស្មើនឹងឡូគោល2នៃ x បូក1នៅលើ x ដក1លំហាត់ឆ nx ស្មើនឹងឬការ៉េនៃ x ដក1នៅលើឡូគោល10នៃ x បូក1លំហាត់ត nx ស្មើនឹងឬការ៉េនៃ 4x ដក8នៅលើឡូគោល2នៃ x ដក2លំហាត់ថ nx ស្មើនឹងឬការ៉េនៃឡូគោល10នៃ x ដក1នៅលើឬការ៉េនៃ2ដកឡូគោល10នៃ x បាទអញ្ចឹងលំហាត់ទាំង9នេះគឺជាលំហាត់មួយដែលតាក់ទងជាមួយនឹងអានុគមឡូហ្គារីតបែបជាទម្រង់ជាប់រាយការណ៍និងជាប់ទម្រង់ជាវិភាគសន្និទានផងដែរអញ្ចឹងបងប្អូនតាមទស្សនាទៅលើលក្ខខណ្ឌមួយគឺលំហាត់ដងមុនគេយើងនឹងធ្វើការសិក្សាទៅលើលំហាត់ដងមុនគេចម្លើយរកដែនកំណត់នៃអានុគមឡូហ្គារីតខាងក្រោមបងប្អូនពិនិត្យមើលឃើញថាលំហាត់ដនេះ nx ស្មើនឹងឡូគោល2នៃឬការ៉េនៃ x បូក2ដក i ឬការ៉េនៃ4ដក x ចឹងនៅពេលដែលយើងជួបឡូហ្គារីតនេះគេហៅថាឡូហ្គារីតទម្រង់ជាអានុគម n អុយនៃ x ហើយដើម្បីធ្វើការសិក្សាបងប្អូនត្រូវពិនិត្យមើលថាតើគោលរបស់ឡូហ្គារីតរបស់យើងគោលប៉ុន្មានគោលឡូហ្គារីតរបស់យើងគោល2អញ្ចឹងបញ្ជាក់ថាគោល2ធំជាង0ខុសពី1ទៅហើយអ្វីដែលឲ្យដែនគឺបងប្អូនត្រូវឲ្យលក្ខខណ្ឌខាងមុខអញ្ចឹងបងប្អូនត្រូវទៅសេថាឯមានន័យគណៈពេលដែល x ដែលស្ថិតនៅក្រោមរ៉ាឌីកាល់ x បូក2ត្រូវទាមទារធំជាង0និង4ដក x ក៏ទាមទារធំជាង0ដែរហើយនឹងចុងក្រោយគឺយើងត្រូវឲ្យលក្ខខណ្ឌមុខឡូហ្គារីតទាំងអស់ឬការ៉េនៃ x បូក2ដក i ឬការ៉េនៃ4ដក x ត្រូវទាមទារធំជាង0ដូចគ្នាអញ្ចឹងទាំង3លក្ខខណ្ឌនេះអាចឲ្យបងប្អូនរកបានដែនកំណត់នៃអានុគមនេះហើយអញ្ចឹងនៅពេលដែលកូនទាញបានគឺ x បូក2ធំជាង0នាំ x ធំជាងដក2 4ដក x ធំជាង0នាំឲ្យដក x ធំជាងដក4យើងនឹងទាញបានលក្ខខណ្ឌនេះយើងបោះមួយតួទៅអង្គទី2យើងឃើញថាឬការ៉េនៃ x បូក2ដករុញម្នេះគឺបូកចំពោះឬការ៉េនៃ4ដក x អញ្ចឹងបងប្អូនអាចពិនិត្យមើលឃើញថាយើងអាចទាញរក x តាមរយៈ x ធំជាងដក2នៅរក្សាដដែលយើងលុបតម្លៃដកចោលលុបសញ្ញាដកចោលទិសដៅនៃវិសម័យការត្រូវបដូរអញ្ចឹងពីដក x ធំជាងដក4មកពី x ទៅជាង4វិញលុបរ៉ាឌីកាល់ចោលយើងលើកអង្គទាំងពីរជាការ៉េដើម្បីផ្ដាច់រ៉ាឌីកាល់យើងនឹងទទួលបាន x បូក2ធំជាង4ដក x អញ្ចឹងយើងទទួលបានទៅជា x ធំជាងដក2និង x ទៅជាងដក4នឹងដែរ 2x ធំជាង2នាំឲ្យយើងទាញបាន x ធំជាង1កន្លែងនេះលោកគ្រូកាត់បន្តិចដោយសារដក x រុញមកអង្គទី1យើងដូរសញ្ញាទៅជាបូកយ៉ាងបូក 2x ហើយ4ដក2នៅសល់2អញ្ចឹងរុញ2មកចែកគឺនៅសល់ x ធំជាង1ទាំង3លក្ខខណ្ឌនេះយើងអាចទាញទៅរកតម្លៃនៃដែនកំណត់របស់យើងបានដោយយើងធ្វើការគូអមួយដោយយកពីដកអនន្តដល់អនន្តហើយយើងដាក់តម្លៃវាគឺដក2មុនបន្ទាប់មក1 1ហើយ4អញ្ចឹងដក2 1ហើយនឹង4យើងមើលទិសដៅត្រង់វិសម័យការ x ទៅជាងដក2ទៅជាងដក2គឺនៅខាងឆ្វេងមានន័យថាលោកគ្រូបានឲ្យកូនចាំថា5មកតាណាស៊ីខាងហ្នឹងអញ្ចឹងវា5មកឆ្វេងស៊ីខាងឆ្វេងយើងទុកនៅខាងស្ដាំអញ្ចឹងយើងលុបខាងឆ្វេងចោលគឺយើងទុកនៅខាងស្ដាំដែលជាចម្លើយត្រង់មួយមុនគឺយើងលុបត្រង់លុប5មកទៅឆ្វេងលុបខាងឆ្វេងទុកខាងស្ដាំអញ្ចឹងនៅត្រង់ x ស្មើ1នេះគឺយើងលុបខាងឆ្វេងទុកខាងស្ដាំ
នៅត្រង់ x ស្មើ4មួយទៀតត្រង់ x ស្មើ4យើងត្រូវលុបខាងណាគឺយើងត្រូវមើលហាមាត់ទៅខាងស្ដាំចឹងមានន័យថាយើងលុបនៅខាងស្ដាំទុកនៅខាងឆ្វេងចឹងមានន័យធំជាង4គឺយើងលុបចោលហើយតូចជាង4យើងទុកវិញប្រសពនៃ3វិសមីការនេះគឺយើងអាចរកបានថាដែនកំណត់នៃអង្គមរបស់យើងគឺ D យកពី1ទៅដល់4ហើយតម្លៃនៅក្នុងវងកញ្ចក់គឺបងប្អូនត្រូវដាក់ធំដាច់បាទធំដាច់ណាតូចដាច់អញ្ចឹងយើងប្រើវងកញ្ចក់ទាំងពីរនេះគឺជាការឲ្យដែនកំណត់នៃអង្គមដមុនគេដែលមានលក្ខណៈប្លែកបន្តិចដោយសារតែលោករីតរបស់យើងគឺជាលោករីតដែលជាប់រាឌីកាល់ទាំងពីរតួតែម្ដងបាទអញ្ចឹងនេះគឺជាការស្រាយទៅលើលំហាត់ដមុនគេហើយយើងឆ្លងចូលដល់លំហាត់មួយទៀតគឺលំហាត់ថលំហាត់ថគឺ nx ស្មើនឹងលោកគោល3នៃឬការ៉េនៃ x បូក5ដកឬការ៉េនៃ7ដក x វាមិនខុសប្លែកពីលំហាត់អំបញ្ញមិញទេគឺយើងឲ្យដែនគឺត្រូវឲ្យលក្ខខណ្ឌមួយអញ្ចឹងលោកគ្រូត្រូវឲ្យដែនថាឯមានន័យគណៈពេលដែលមាន3វិសមីការដែលយើងត្រូវប្រើទី1គឺ x បូក5ត្រូវទាមទារធំជាង0កន្លែងនេះលោកគ្រូអត់ឲ្យស្មើ0ទេដោយសារលក្ខខណ្ឌ logarit វាទាមទារវិជ្ជមានអញ្ចឹងអ្វីដែលត្រូវឲ្យគឺទាមទារវាធំជាង0ដាច់ចំណែកឯ7ដក x ក៏យើងទាមទារធំជាង0ដែរដោយសារវានៅមុខ logarit ដូចគ្នានឹងទាំងអស់មួយទៀតគឺទាំងអស់គឺឬការ៉េនៃ x បូក5ដកឬការ៉េនៃ7ដក x ទាមទារធំជាង0ដូចគ្នាគឺអត់ឲ្យឬស្មើទេអ្វីដែលត្រូវឲ្យនោះគឺឲ្យធំជាងដាច់អញ្ចឹងនៅក្នុងចំណុចនេះបងប្អូនអាចទាញរកបានថានៅពេលដែលតម្លៃ x ដែលយើងឲ្យទៅតាមលក្ខខណ្ឌនៃដែនកំណត់របស់យើងបាទយើងឲ្យទៅតាមលក្ខខណ្ឌនៃទម្រង់របស់អង្គមរបស់យើងអញ្ចឹងយើងទាញរកមួយ x បូក5ធំជាង0នាំ x ធំជាងដក5 x ដក7ដក x ធំជាង0នាំ x ដក x ធំជាងដក7យើងបោះអង្គទី2សម្រាប់វិសមីការ3អញ្ចឹងយើងឃើញថាឬការ៉េនៃ x បូក5ទុកនៅដដែលឬការ៉េនៃ7ដក x យើងបោះនៅអង្គទី2ដូរសញ្ញាពីដកដូរទៅជាបូកសម្រាប់សំណួរសម្រាប់វិសមីការ1គឺយើងនៅរក្សាដដែលហើយវិសមីការ2យើងគុណនឹងដកចោលដើម្បីដូរទិសដៅពីព្រោះថាកាលណាយើងវិសមភាពនៅពេលដែលយើងមានដកនៅមុខអញ្ចឹងយើងត្រូវគុណសញ្ញាដកចោលកាលណាគុណនឹងអវិជ្ជមានទិសដៅនៃវិសមីការត្រូវបានបដូរពីដក x ធំជាងដក7ទៅជា x ទៅជាង7ទៅវិញអញ្ចឹងដកគុណដកបូក7គុណដកដែរបានបូកវិញហើយមួយទៀតយើងសម្រាប់វិសមីការ3វិញយើងលើកអង្គទាំងពីរជាការ៉េយើងនឹងសល់តែ x បូក5ធំជាង7ដក x ទេហើយយើងនឹងទាញរក x ធំជាងដក5ដដែល x ទៅជាដក7យើងបោះកាត់តិចនៅនេះដក x បោះម្នេះបានបូក 2x វិញហើយ7ដក5សល់2បោះទៅចែកអញ្ចឹងយើងឃើញថា2ចែក2បាន1អញ្ចឹង x ធំជាង1ជាការស្រេចយើងប្រសពវិសមីការទាំង3ដើម្បីទាញបានចម្លើយនៃដែនកំណត់របស់យើងមានអនុរបស់យើងគឺយកពីដកណនរបស់ណនហើយឬរបស់យើងគឺមានដក5មាន1និង7ដក5យើងមើលទិសដៅរបស់វាហាមាត់ទៅខាងឆ្វេងលោកគ្រូឲ្យចាំថាហាទៅឆ្វេងស៊ីខាងឆ្វេងទុកខាងស្ដាំអញ្ចឹងយើងលុបខាងឆ្វេងទុកខាងស្ដាំត្រង់ x ស្មើនឹង1យើងហាមាត់ទៅខាងឆ្វេងដដែលលុបខាងឆ្វេងទុកខាងស្ដាំត្រង់ x ស្មើ7យើងលុបខាងស្ដាំទុកខាងឆ្វេងដោយសារតែ x ទៅជាង7អញ្ចឹងហាមាត់ទៅឆ្វេងស៊ីខាងឆ្វេងហាមាត់ទៅស្ដាំស៊ីខាងស្ដាំអ្វីដែលយើងនៅសល់គឺពី1ដល់7គឺជាអ្វីដែលយើងត្រូវយកអញ្ចឹងយើងឃើញថាដែនកំណត់គឺយើងយកពីណាទៅគឺយកពី1ទៅដល់7នេះឯងអញ្ចឹង D យកពី1ដល់7នេះហើយគឺជាការរកដែនកំណត់នៃអនុគមថដែលជាលំហាត់មួយវាស្រដៀងជាមួយនឹងលំហាត់មុនដែរអញ្ចឹងនៅក្នុងករណីនេះវាប្រហាក់ប្រហែលគ្នាយើងអាចយកជាគំរូនៅលំហាត់មុនអាចធ្វើឲ្យយើងអាចរកឃើញនៅលំហាត់ថនេះផងដែរឆ្លងចូលដល់លំហាត់មួយទៀតគឺលំហាត់ដូ nx ស្មើនឹងលោកគោល10នៃឬការ៉េនៃ 2x បូក6ដកឲ្យឬការ៉េនៃ5ដក x លក្ខណៈនៃការឲ្យដែននៃលំហាត់នេះគឺយើងត្រូវមើលគោលរបស់យើងសិនថាគោលរបស់ logarit របស់យើងគោលប្រមាណបើ logarit គោលរបស់យើងគោល10មានន័យថាយើងឲ្យដែនកំណត់របស់វាគឺមិនពិបាកទេដោយសារតែគោលវាធំជាង0ទៅហើយខុសពី1ណាអញ្ចឹងអ្វីដែលត្រូវឲ្យគឺត្រូវឲ្យលក្ខខណ្ឌទាំងពីរនេះទី1គឺត្រូវឲ្យ 2x បូក6ទាមទារធំជាង0និង5ដក x ទាមទារធំជាង0និងទី3នោះគឺត្រូវឲ្យទាំងអស់ទាមទារវិជ្ជមានដែរអញ្ចឹងកាលណាឯមានន័យគណៈពេលដែល 2x ដក6ធំជាង0
5 ដក x ធំជាង0ឬក៏រ៉េនៃ 2x បូក6ដកឬក៏រ៉េនៃ5ដក x ទាមទារធំ0ដែរអញ្ចឹងយើងបោះមួយទៅដើម្បីរកវា 2x ធំជាងដក6ដក x ធំជាងដក5និងរុញទៅអង្គទី2សម្រាប់វិសមីការ3យើងបោះឬក៏រ៉េ5ដក x បោះមកអង្គទី2នៅពេលដែលបងប្អូនបោះទៅដូរសញ្ញាពីដកដូរទៅជាបូកឥឡូវយើងបោះរក x មួយទៀតបាទយើងបោះរក x គឺយើងទាញបាន x ធំជាង2 6ចែក2បានដក3ដក x យើងគុណសញ្ញាចោលយើងដូរទិសដៅអញ្ចឹងទៅជា x ទៅជាង5ចំណែកវិសមីការ3យើងលើកអង្គទាំងពីរជាការ៉េដើម្បីបប្ររ៉ាឌីកាល់ដោយសារវាជាវិសមីការអាសានិទានហើយយើងត្រូវលើកអង្គទាំងពីរដើម្បីផ្ដាច់រ៉ាឌីកាល់ចោលអញ្ចឹងយើងនៅសល់តែ 2x បូក6ធំជាង x ដក2 5ដក x ទេអញ្ចឹងនៅទីនេះបងប្អូនអាចទាញរកតម្លៃ x 2នេះបានហើយនៅសល់ខាងក្រោមរុញ x មកអង្គទី1យើងទៅជាបូកអញ្ចឹងវាទៅជា 3x ទៅវិញអញ្ចឹង 3x ឯ6រុញដល់អង្គទី2ទៅជាដកអញ្ចឹង5ដក1នៅសល់ដក1អញ្ចឹងទីរក x ស្មើនឹងដក1លើ3នេះគឺជាអ្វីដែលយើងត្រូវរកឃើញតម្លៃ x ប្រព័ន្ធវិសមីការនេះគឺយើងដោះស្រាយវាដោយធ្វើការប្រសពអតែមួយគឺយកពីដកអណន្តដល់បអណន្តហើយយើងមានធាតុ x ដល់ទៅ3គឺដក3មាន5ហើយនឹងដក1លើ3អញ្ចឹងយើងដាក់ដក3មុនបាទហើយដក1លើ3បន្ទាប់ឯចំណែក5ដាក់ក្រោយកន្លែងដក3យើងមើលហាមកទៅឆ្វេងយើងស៊ីខាងឆ្វេងទុកខាងស្ដាំបាទចំណែកឯត្រង់ដក1លើ3ដក1លើ3វាហាទៅខាងឆ្វេងលុបខាងឆ្វេងទុកខាងស្ដាំនៅត្រង់ x តូចជាង5ហាមកទៅខាងស្ដាំលុបខាងស្ដាំទុកខាងឆ្វេងអញ្ចឹងអ្វីដែលបងប្អូនបានរកឃើញគឺអ្វីដែលយើងបានរកឃើញគឺឃើញថាដក1លើ3ទៅ5គឺជាដែនកំណត់ដែនគុំយើងមានន័យថាដែនកំណត់តាំងដល់អក្សរ D យកពីដក1លើ3ទៅ5ហើយយើងប្រើវងចកដោយសារតែទិសដៅរបស់យើងគឺធំដាច់តូចដាច់ណាចឹងនេះគឺជាដែនកំណត់ដែនគុំដករបស់យើងដែលយើងរកឃើញគឺដែនកំណត់ D យកពីដក1លើ3ទៅដល់5នេះឯងយើងនឹងឆ្លងចូលដល់លំហាត់ធំមួយទៀតគឺមានលក្ខណៈផ្នែកពីអនុគមមុនបន្តិចដោយសារនេះវាអត់ជាប់រ៉ាឌីកាល់ទេវាមានទម្រង់បែបជា logarit នៃ logarit អញ្ចឹង local 10នៃ local 10នៃ x តែយើងឲ្យដែនយ៉ាងម៉េចទីមួយយើងឃើញថាលក្ខខណ្ឌ logarit នេះមានដល់ទៅ2កលៈ logarit នេះគោល10 logarit ខាងក្រោយក៏គោល10អញ្ចឹងអ្វីដែលយើងត្រូវឲ្យ y មានន័យឬក៏ m មានន័យគណៈពេលដែលអ្នកដែលនៅមុខលោកគឺ x ទាមទារវិជ្ជមានហើយដោយសារ local 10នៃ x នេះវាធំនៅមុខលោកមួយទៀតអញ្ចឹងយើងត្រូវឲ្យវាធំ0ដែរអញ្ចឹងឃើញថា x ធំ0នឹងដែរយើងដើម្បីដោះស្រាយវិសមីការ logarit គឺយើងត្រូវធ្វើម៉េចឲ្យមានលោកដូចគ្នា logarit គោល10នៃ x ធំជាង logarit គោល10នៃ1ពីព្រោះថា logarit គោល10នៃ1ស្មើ0វិញអញ្ចឹងយើងលុប logarit ចោលយើងទាញបាន x ធំជាង0និង x ធំជាង1យើងត្រូវធ្វើការគូអមួយដោយសារអរបស់យើងគឺ0និង1អញ្ចឹងយើង0ដាក់មុន1ដាក់បន្ទាប់អញ្ចឹងបានថា1 0និង1តង់0យើងហាមកទៅឆ្វេងលុបខាងឆ្វេងទុកខាងស្ដាំតង់ x ធំជាង1លុបខាងឆ្វេងទុកខាងស្ដាំដូចគ្នាអញ្ចឹងដែនកំណត់របស់យើងដែលត្រូវឲ្យគឺយកពី1រហូតដល់បូកអណន្តអញ្ចឹងដែនកំណត់យើងរកងាយដែរលំហាត់នេះគឺយើងដាក់ថា D យកពី1ដល់បូកអណន្តគឺជាដែនកំណត់នៃអនុគមថោរបស់យើងនេះឯងវាជាការងាយមួយដែរដោយសារលំហាត់នេះវាអត់មានជាប់រ៉ាឌីកាល់ដូចលំហាត់មុនបាទអញ្ចឹងយើងឆ្លងទៅដល់លំហាត់មួយទៀតគឺលំហាត់ណលំហាត់ណមានភាពប្រហាក់ប្រហែលជាមួយលំហាត់ថមិញដែរគឺឯនេះ x ស្មើនឹង local 5នៃ local 1លើ2នៃ x គ្រាន់តែខុសតែគោលទេលក្ខខណ្ឌគោលគឺ5និង1លើ2គឺគោលរបស់វាធំជាង0ខុសពី1ទៅហើយអញ្ចឹងអ្វីដែលត្រូវឲ្យគឺមិនខុសពីមុនដែរឯមានន័យគណៈពេលដែល x នៅមុខលោកទាមទារវិជ្ជមានហើយនឹង local 1លើ2នៃ x នេះក៏ទាមទារធំ0ដែរអញ្ចឹងយើងមាន2គឺ x ធំជាង0និង local 1លើ2នៃ1លើ2នៃ x ធំជាង0ដែរឥឡូវដោះស្រាយវិសមីការទាំងពីរនេះយើងឃើញថា x ធំជាង0មិនបាច់ដោះស្រាយទេដោយសារយើងរកឃើញ x ហើយនៅសល់ logarit គោល1លើ2នៃ x ធំជាង0អញ្ចឹងយើងអាចទាញបានថា x ធំជាង0និង local 1លើ2នៃ x ធំជាង local 1លើ2នៃ1 local 2នៃ1គឺធំជាងlocal 2នៃ1គឺស្មើ0វិញអញ្ចឹងគឺដូចដើមលុប logarit គោល1លើ2ចោលគឺដៅបងប្អូនត្រូវបដូរត្រូវបដូរសញ្ញាដោយសារតែគោលរបស់យើងគឺតូចជាង1លើ2តូចជាង1ត្រូវបដូរទិសដៅគឺ x តូចជាង1វិញ
chẳng ấy thông số nền đá nâng ấy tôi chỉ mua để xa từ đầu này vị số mấy cái logarit này từ bản đô để xa tại cô viên đây chỉ lo số nâng mùi chẳng từ đầu bị thống đô mà tay chỉ tôi mình rồi dặn tích cái này nhưng bọn bọn học này từ bên nật 10 chứ ba và cả này dương học đô từ đầu dương nâng rau khơi tan cầm mắt khóc nè hời chẳng dương cụ ạ mùi đá dương miền số này nâng mùi được đài số nâng càng chế mùi nâng càng sẵn toàn số dương ham thì chế lúc càng chế tục càng sẵn toàn ấy tôi chừng mùi ham từ sẵn lúc càng sẵn tục càng chế chẳng đàn cầm mắt bởi dương cứ vô bị số tới mùi như anh đàn cầm mắt tăng đào số đế vô bị số tới mùi chỉ cả sạch nên chỉ cả ở đàn cầm mắt này lùng hạt nó em miền phiếp rồi điên cho mùi lùng hạt thầu mình này và vì chia lùng hạt mùi đại miền là cái nạp lại từ tay này xa tay dương miền logarit Python logo là pram này logo mà là pin ấy những cứ chia logarit Python trả lời trong đó lùng hạt mùi tiết đây chia lùng hạt tó cái data NX mà nâng logo mùi lực bí này bục muối nơi lợi đọc muối tùm rong mắt to ní cứ chia tùm rong muối đại miền tùm rong bài chia là cái nạ xài ní tiền tích ly nâng logarit muối tiệt mà chẳng bọn bọn công bà rõm bê đại kênh con thân bài ní cho ai bà rõm bía thì mỗi bọn bọn thấy chạy bình nất mơ săn thà ta ai là công ní miền tùm rong bài mạch tùm rong bao viết bài là cái nạ chia tùm rong xài ní tiến hai bị dốc vì cho logarit copy mình tạch chẳng ở đây thì dân thờ hỏi cứ ai mình ấy khả năng p đài một lốt nâng việc bài chẳng dân thờ hỏi pi lại nè chẳng việc bán cứ tới tìm tia copy số ai một lốt tìm tia vía với chữ miền chẳng dân mở một lốt cứ ếch bột muối tới tìm tia với chữ miền ai việc bán ếch đọt muối tìm tia copy số chẳng dân ai tìm bán thá ếch thông những đọt muối nâng ếch copy muối chẳng dân thờ cụ ác đôi môn đài tại sao tay dân miền thiệt phí cứ đọt muối nâng muối đọ muối tục này càng chế ai muối tục này càng sẵn chẳng cái này ấy tôi chiên đọ muối vì nơi càng chế về hạ một thì chế lúc càng chế tục càng sẵn ai chẳng này muối cứ dân ọt dầu tỉ chẳng dân khoanh thằng muối cho ọt dầu tí mình này ta đang cầm nát do bị đọ muối lột là bỏ nón tái do ọt dầu thiệt mùi tỉ đang bay nghi trong ca xế một một thời đại ta đang cầm nát đang đào sọt đế do bị đọ muối từ đọ muối bị chung bị muối đó bỏ nón chỉ cả sẵn ní cứ chia cả ở đàn cầm nát nền cũng to và dường chẳng chlong to lùm hạt môi tiết đại miền là cái sự điên lần đáy cứ lùm hạt cho nhưng sẽ ra NX smile cho môi nơi rước ở đây này x bột muối nơi lơ lâu cô đắp này x bột muối chẳng con tới đại chẳng mạch ai miền này cái nạ p đài nẹ đài nơi có radical cứ x độ muối tìm tiêu về chữ miến hai nẹ đài nơi một lốc tìm tiêu về chữ miến hai nơi phía bái tìm tiêu không bị xôn chỉ cả sạch chẳng nẹ nơi một nơi có radical cứ tìm tiêu thông chữ smile chẳng x độ muối tới thông chữ smile xôn nè là một logarit x bột muối cứ x bột muối từ tìm tiền thông số cứ logarit cô đọc này x bột muối tìm tiền không số là sao về nơi thật nơi việc bài trong dân đo dạy muối cứ x thông chừng muối nâng x thông chừng smart thông chừng độ muối logarit bao nhiêu ní cứ logarit cô đọc trong dân tới đại logarit cô đọc mình muối đài chẳng x bột muối không bị muối chẳng cần tha dân đo dạy biết cứ x thông chừng smart muối x thông chừng độ muối là đá logo đập này x bột muối copy logo đập này muối dân dân là p đại dương thua ca lục logarit trao tới dân là sao x bột muối không bị muối dân bỏ muối đòn cái này máu dân khơi ta x copy xôn tèm đòn này xa nít cứ cận tạch đặc biệt là xây tràn đón cứ dầu pi đọ muối sâu này nâng muối nít cứ dân ta ca cụ ạ muối đằng bay thua ca đâu chừng lại cái lại đọ muối môn kỳ cụ khơi ta vì hai mọi thì chế lúc càng tục càng sẵn thằng ấy thông chừng muối dân tục cõi trong chừng khoanh thằng xôn một kế cứ xôn cứ khoanh cháu vừa giờ thế ai nâng thằng ấy thông chừng được mà muối ní cứ hai mò tới chế lúc càng chế tục càng sẵn chẳng đang cầm nát cứ dân vô bên này từ đang cầm nát ta đào sọt đế do pi muối lỗ đọc bọn nó chỉ cả sạch phải chẳng bên này thà đế do pi muối lỗ đọc bọn nó chỉ cả sạch chẳng ní cứ chỉ cả đâu đang cầm nát này lùm hạt cho một tiết bạn xong đó lùm hạt một tiết cứ lùm hạt tố cái data NX mà nó rước ở đây này 4x độ 7 là logarit copy này x bột pi cho vậy đây bọn từ ca sắc xa hỏi đánh nó cứ từ mưa là khăn phía dốt anh đừng việc bài là sao tại vì mình phía dốt bóng việc bài phòng nơi phía dốt là sao dừng cho radical synthopy trong bọn từ data NX cái nạp về đây 4x độ 7 tìm tia với chữ miếng rư mà số
មួយទៀតអ្នកដែលនៅមុខ logarit គឺ x បូក2ទាមទារធំជាង0ហើយនឹងនៅអ្នកដែលនៅពាក្យបែង log គោល2នៃ x បូក2ទាមទារខុសពី0ជាការស្រេចអញ្ចឹងគឺ4ដក 4x ដក8ធំ0 x បូក2ធំ0និង log គោល2នៃ x បូក2ខុសពី0ជាការស្រេចឥឡូវយើងទាររកមួយ 4x ទុករក្សាដដែល8បោះមកដូរសញ្ញា2នៅអ្នកបូកបំអ្នកដកលោកដល់ស្រ័យសមីការ logarit កូនត្រូវធ្វើការដាក់ logarit នៅអង្គសងខាងបាទនេះ logarit គោល2យើងត្រូវដាក់អង្គកណែគឺ logarit គោល2ដែរតើ logarit គោល2នៃម៉ានទើបស្មើ0គឺ logarit គោល2នៃ1បានវាស្មើ0អញ្ចឹងយើងដល់ស្រ័យបន្តទៀតគឺ x 4នៅនេះគុណបំនៃចែកអញ្ចឹង8ចែក4បាន2អានេះ x ធំជាងដក2ដដែលចំណែកនេះយើងលុប logarit ចោលយើងនៅសល់តែ x បូក2ខុសពី1រុញ2នៅនេះបូកបំនេះដកអញ្ចឹង x ខុសពីដក1អញ្ចឹងឃើញណាយើងអាចគូអា1តើយើងរៀបតាមដាប់2ដក2ដក1និង2អញ្ចឹងយើងដាក់ដក2ដក1និង2ឃើញថាយើងមើលកន្លែងដក2យើងហាមមកទៅដក2ហាមមកទៅឆ្វេងកន្លែងដក2នឹងហាមមកទៅឆ្វេងយើងលុបខាងឆ្វេងទុកខាងស្ដាំតង់ x ខុសពី1អញ្ចឹងយើងខ្វែង1ចោលគឺអត់យកទេគឺដក1នឹងអត់យកទេហើយនឹងមួយទៀតគឺ x តូចជាងឬស្មើ2អញ្ចឹងយើងលុបខាងឆ្វេងទុកខាងស្ដាំទៀតអញ្ចឹងឃើញថាការលុបរបស់យើងគឺលុបខាងឆ្វេងទុកខាងស្ដាំដែនកំណត់យកពី2រហូតដល់បននជាការស្រេចអញ្ចឹងដែនកំណត់តាំងដល់សត D យកពី2រហូតដល់បននគឺជាចម្លើយដែនកំណត់នៃលំហាត់តរបស់យើងចូលដល់លំហាត់ថមួយទៀតគឺលំហាត់ថ nx ស្មើនឹង logo 10នៃ x ឬក៏នៃ logo 10នៃ x ដក1លើ2ដក logo 10នៃ x ឃើញថាទម្រង់អនុគមនេះគឺបែបជាលក្ខណៈ radical ជាប់ logarit បន្តិចទៀតអញ្ចឹងអ្វីដែលត្រូវឲ្យគឺយើងត្រូវដាក់ថា m មានន័យខណៈពេលដែល logo 10នៃ x ដក1នៅលើ2ដក logo 10នៃ x ទាមទារធំជាងឬស្មើ0ដោយសារវាស្ថិតនៅក្រោម radical សន្ទុះគូអញ្ចឹងយើងមានលក្ខខណ្ឌ2មានភាគយកផងមានភាគបែងផងអញ្ចឹងឃើញថា logo 10នៃ x ដក1គឺនៅភាគយក2ដក logo 10នៃ x យើងនៅភាគបែងអញ្ចឹងយើងឲ្យបើសិនជាករណី logo 10នៃ x ដក1ស្មើ0យើងរកឬមួយយើងទាញបានថា logo 10នៃ x ស្មើ1បំពាក់ logarit របស់វាគឺ logarit 10នៃ10អញ្ចឹងឃើញថា logo 10នៃ x ស្មើនឹង logo 10នៃ10 logo 10នៃ10គឺស្មើ1វិញលុប logarit ចោលកូននឹងទាញបាន x ស្មើ10នៅលក្ខខណ្ឌមួយទៀតយើងត្រូវរកឬភាគបែងមួយទៀតអញ្ចឹងបើសិនជាករណី2ដក logo 10នៃ x នេះស្មើ0នេះគ្នាអញ្ចឹងយើងទាញបានដក logo 10នៃ x ស្មើនឹងដក2កាត់ដកចោលយើងទាញបាន logo 10នៃ x ស្មើនឹង logo 10នៃ2ការ៉េអញ្ចឹងកន្លែងនេះគ្រូកាត់តិចដោយសារយើងកាត់ដកចោលទៅ logo 10នៃ x ស្មើនឹង logo 10នៃ2នៃ10សគុណ2 logo 10នៃ10សគុណ2គឺយើងបងប្អូនអាចទាញបានស្មើ2វិញយើងលុប logarit ចោលយើងទាញបាន x ស្មើ100ព្រោះ10ការ៉េ100លុប logarit ចោលយើងបាន x ស្មើ10ការ៉េ10ការ៉េ100អញ្ចឹងយើងត្រូវគូតារាងមួយដែលយើងយកលក្ខខណ្ឌ x យកពីណាទៅគឺយកពីដកអណនរហូតដល់បននហើយមានតម្លៃ x ដែលយើងរកបានមាន10ហើយនឹង100ហើយកន្លែងរោទី1នេះគឺយើងដាក់ថា logo 10នៃ x ដក1ឃើញថាឬរបស់វាគឺនៅត្រង់កន្លែង10អញ្ចឹងយើងកន្លែងដាក់10គឺដាក់0ហើយសញ្ញារបស់វាយើងគិតសញ្ញាតាមធំដូចទៅដោយសារតែកន្លែងនេះយើងត្រូវដាក់លក្ខខណ្ឌសិក្សា3ករណីដោយសារបើសិនជាគ្រូសិក្សា3ករណីធ្វើឲ្យបងប្អូនអបបាក់ក្នុងការគិតអញ្ចឹងយើងគិតថាមេគុណ a របស់វាវិជ្ជមាននៅមុខលោកឃើញថាធំដូចអញ្ចឹងបូកដកវិញលក្ខខណ្ឌសញ្ញាទី2គឺ2ដក logarit 10នៃ x អញ្ចឹងមុខលោករបស់វាគឺអវិជ្ជមានហើយឬរបស់វាគឺ100នៅខាងស្ដាំឬសញ្ញាដូច a គឺដកក្រៅឆ្វេងតូចជាងឬសញ្ញាផ្ទុយ a វិញផ្ទុយ a គឺបូកបងប្អូនគិតសញ្ញាផលចែកដោយសារវាជាសម្ពុងផលចែកអញ្ចឹងយើងចែកសញ្ញាបូកចែកដកបានដកបូកចែកបូកបានបូកនិងបូកចែកដកបានដកអ្វីដែលយើងចង់បានធំជាងឬស្មើ0អញ្ចឹងយើងចង់បានវិជ្ជមានមានន័យថាយើងលុបអវិជ្ជមានចោលអញ្ចឹងលើចន្លោះពីដកអណនដល់10និងពី100ទៅដល់បននគឺយើងលុបចោលដែនកំណត់ដែលយើងយកគឺចាប់ពី10ដល់100អញ្ចឹងដែនកំណត់ D យកពីណាទៅគឺចាប់ពី10ដល់100ជាការស្រេចអញ្ចឹង D ស្មើ R យកពី10ដល់100គឺជាចម្លើយរបស់វា
លំហាត់នេះគឺមានភាពជាប់រ៉ាឌីកាល់ហើយយើងធ្វើការសិក្សាសញ្ញាច្រើនជាងគេបន្តិចចឹងសូមអរគុណចំពោះការចំណាយពេលដ៏មានតម្លៃតាមដានវីដេអូលោកគ្រូពីចំណុចចាប់ផ្ដើមរហូតដល់បញ្ចប់ហើយសង្ឃឹមថាបើបងប្អូនមានចម្ងល់comment នៅខាងក្រោមវីដេអូលោកគ្រូនឹងរីករាយឆ្លើយតបជានិច្ចហើយសូមជួយចុច like comment និង share ម្នាក់មួយដើម្បីឲ្យបងប្អូនដទៃទៀតបានឃើញនៅវីដេអូនេះផងលោកគ្រូសង្ឃឹមជឿជាក់ថាបងប្អូននឹងជួយចុច subscribe នឹង channel របស់លោកគ្រូម្នាក់មួយហើយក៏ដូចជាការលើកទឹកចិត្តឲ្យលោកគ្រូធ្វើបន្តនៅវីដេអូបង្រៀនបន្តទៀតផងដែរអរគុណចំពោះការចំណាយពេលនេះហើយជួបគ្នានៅវីដេអូក្រោយសំណាងល្អនិងសុខភាពល្អ